ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំធ្វើស៊ុបកន្ទុយកោហូបបងប្អូនមានដាក់បន្លែពោតការ៉ុតហើយល្ហុងហើយនឹងដំឡូងបងប្អូនព្រោះអីកូនខ្ញុំគាត់ចូលចិត្តពោតមិនដាក់ពោតទេបងប្អូនអត់ដាក់ពោតក៏បានដែរបងប្អូនចាគឺយូរធ្វើស៊ុបញ៉ាំម្ដងបងប្អូនដូចជាឃ្លានចឹងណាបងប្អូនចាតែងកន្ទុយគោគេមកកាត់តូចទៅដាក់ស្ងោរជាស៊ុបឥឡូវឆ្អិនហើយបងប្អូនសម្រាប់វិធីធ្វើវិញមុនដំបូងគឺយើងដាក់ដាំទឹកឲ្យពុះសិនបងប្អូនហើយគ្រឿងកាត់ឆ្អាបនោះមានគល់ក្រៃរំដេងនិងក្រូចយើងដាក់ឲ្យរាងច្រើនបន្តិចនៅពេលដែលទឹកពុះយើងចាប់ផ្ដើមបង់ទឹកត្រីហ្នឹងគឺ1ស្លាបព្រាបាយហើយនឹងអំបិលហ្នឹងគឺកន្លះស្លាបព្រាបាយបន្ទាប់មកយើងដាក់ឆ្អឹងស៊ុបហ្នឹងចូលចាមានឆ្អឹងធំមួយហើយនឹងកន្ទុយគោបងប្អូនចាដាក់ចូលរងាស់វាប្រហែលជា1ម៉ោង2ម៉ោងឯដែរហ្នឹងបងប្អូនដើម្បីផុយល្អប៉ុន្តែនៅពេលដែលយើងរងាស់បាន1ម៉ោងយើងចាប់ផ្ដើមដាក់បន្លែចូលបងប្អូនចាគឺដាក់ពោតដាក់ការ៉ុតអីហ្នឹងចូលដើម្បីឲ្យពេលដែលបន្លែនឹងផុយគឺឆ្អឹងក៏ផុយល្មមហូបដែរអញ្ចឹងណាបងប្អូននៅពេលដែលយើងដាក់បន្លែហើយគឺយើងចាប់ផ្ដើមកូរវាឲ្យសព្វល្អបងប្អូនចាកូរវាឲ្យសព្វល្អបន្ទាប់ពីយើងកូរវាសព្វហើយគឺយើងដាក់វាឲ្យពុះហើយគឺយើងដាក់គ្រឿងក្រូចបងប្អូនចាកុំភ្លេចដាក់គ្រឿងថែមបងប្អូនដូចជាប៊ីចេងហ្នឹង3ស្លាបព្រាកាហ្វេទៅម្សៅស៊ុបខ្នុរហ្នឹង3ស្លាបព្រាកាហ្វេដែរទៅហើយស្ករសហ្នឹង2ស្លាបព្រាបាយបងប្អូនដើម្បីឲ្យវាឆ្ងាញ់អញ្ចឹងណាបងប្អូនបន្ទាប់ពីដាក់គ្រឿងហើយពុះហើយយើងភ្លក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាឥឡូវខ្ញុំភ្លក់ហើយចាប់ផ្ដើមដួសស៊ុបដាក់ចានដើម្បីឲ្យកូនញ៉ាំឲ្យបងប្អូនជាពិសេសពោតកូនចង់បានពោតញ៉ាំអញ្ចឹងណាបងប្អូនចាទំនងទេបងប្អូនចារនអត់ធ្វើអត់ឃើញក៏នឹកឃើញថាធ្វើស៊ុបញ៉ាំម្ដងមកបងប្អូនហូបមុខជាមួយមីក៏បានហូបជាមួយបាយក៏បានចាពេលឆ្អិនគឺហូបជាមួយបាយទៅដល់ពេលបើសិនជាសល់យើងហូបជាមួយមីកម្ដៅហូបស្រស់មីពេលព្រឹកឡើងអញ្ចឹងណាបងប្អូនចាឥឡូវមុខម្ហូបរបស់ខ្ញុំគឺឆ្អិនហើយបងប្អូនចាដាក់រយលាខ្ទឹមច្របាច់ក្រូចឆ្មាមកអេមតែម្ដងញ៉ាំជាមួយបាយឆ្ងាញ់ណាស់បងប្អូនញ៉ាំនៅពេលក្តៅបងប្អូនកុំឲ្យវាកកខ្លាញ់ចាគឺឆ្ងាញ់មែនទែនចាអរគុណមុខម្ហូបសម្រាប់ថ្ងៃនេះអរគុណច្រើន